កិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពប្រចាំត្រីមាសទី1និងទិសដៅអនុវត្តបន្តត្រីមាសទី2ឆ្នាំ2025ថ្ងៃទី19ខែមីនាឆ្នាំ2025នេះឯកឧត្តមពេញពោធិ៍សាអភិបាលខេត្តស្វាយរៀងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តឯកឧត្តមរស់វរុនរដ្ឋលេខាធិការក្រសួងមហាផ្ទៃបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពប្រចាំត្រីមាសទី1និងទិសដៅអនុវត្តបន្តត្រីមាសទី2ឆ្នាំ2025កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការនិងប្រតិភូក្រសួងមហាផ្ទៃឯកឧត្តមអភិបាលរងខេត្តលោកឧត្តមស្នីមេបញ្ជាការកងកម្លាំងទាំង3លោកស្រីប្រធានមន្ទីរអង្គភាពនានាលោកអភិបាលក្រុងស្រុកទាំង8មេឃុំចៅសង្កាត់និងកងកម្លាំងទាំង3សរុបប្រមាណ250នាក់ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ថាជាការពិតណាស់ស្របនឹងស្ថានភាពនៃសុខសន្តិភាពនិងស្ថិរភាពនយោបាយដែលប្រទេសជាតិយើងមាននៅពេលបច្ចុប្បន្នកត្តាសន្តិសុខសុវត្ថិភាពនិងសណ្ដាប់ធ្នាប់សង្គមគឺជាបរិយាលក្ខខណ្ឌដ៏ចាំបាច់និងអត្ថិភាពបំផុតដែលទាមទារឲ្យយើងរួមគ្នាធានាឲ្យបានព្រោះកត្តាទាំងនេះជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិដែលយើងអាចនិយាយបានថាមិនមានការអភិវឌ្ឍណាមួយអាចកើតឡើងដោយគ្មានស្ថិរភាពនយោបាយនិងសន្តិសុខសណ្ដាប់ធ្នាប់សង្គមនោះទេឯកឧត្តមបានថែមថារាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាក្រោមការដឹកនាំដ៏ត្រឹមត្រូវស្វាហាប់និងឆ្លៀសវៃប្រកបដោយភាពប្រកបនិយមនិងចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញនូវការធានាមួយចំនួនរួមមានការធានាការពារឲ្យបានដាច់ខាតនូវសន្តិភាពស្ថិរភាពសន្តិសុខសុវត្ថិភាពសម្រាប់ការរស់នៅប្រកបដោយក្សេមក្សាន្តរបស់ប្រជាជនគ្រប់រូបហើយបន្តការពង្រឹងសន្តិភាពស្ថិរភាពនយោបាយសន្តិសុខនិងសណ្ដាប់ធ្នាប់សាធារណៈការធានាក្នុងផ្នែកបរិស្ថានគ្រប់ដណ្ដប់នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1ដែលរាជរដ្ឋាភិបាលចាត់ទុកជាមូលដ្ឋានគ្រឹះដ៏មានសារៈសំខាន់គាំទ្រដល់ការអភិវឌ្ឍជាតិឈានឆ្ពោះទៅសម្រេចបាននៅចក្ខុវិស័យជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ2030និងជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ2050ទន្ទឹមនេះដើម្បីធានាឲ្យសម្រេចបាននៅគោលដៅនិងចក្ខុវិស័យនេះពិតណាស់ការពង្រឹងអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពគឺជារបៀបវារៈដ៏មានសារៈសំខាន់និងចាំបាច់បំផុតឯកឧត្តមរស់វរុនបានដាក់ចេញនៅទិសដៅការងារសំខាន់មួយចំនួនដូចជាមួយបន្តពិភាក្សាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីធានារដ្ឋបាលថ្នាក់ក្រោមជាតិអាចផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋតាមយន្តការច្រកចេញចូលតែមួយដោយរលូនមានលក្ខណៈសាមញ្ញប្រកបដោយគុណភាពតម្លាភាពភាពជឿទុកចិត្តបាននិងទាន់ពេលវេលាកំណត់2គ្រោងរៀបចំកិច្ចប្រជុំតម្រង់ទិសកម្រិតថ្នាក់ដឹកនាំអំពីការផ្ដល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនិងការសម្រុះសម្រួលដោះស្រាយបណ្ដឹងតាមការិយាល័យប្រជាពលរដ្ឋ3បន្តរៀបចំបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពដល់ថ្នាក់ដឹកនាំនិងបុគ្គលិកពាក់ព័ន្ធនៅរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធនឹងការផ្ដល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនិងការសម្រុះសម្រួលដោះស្រាយបណ្ដឹងតាមការិយាល័យប្រជាពលរដ្ឋ4បន្តពង្រឹងនិងជំរុញអនុវត្តគ្រប់វិធានការជំនាញសម្ដៅពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គមដោយខិតខំលុបបំបាត់នូវបញ្ហាប្រឈមនានាដែលទាក់ទងនឹងស្ថានភាពសង្គមនិងកាត់បន្ថយនូវរាល់បទល្មើសគ្រប់ប្រភេទពិសេសបទល្មើសដែលជះឥទ្ធិពលប៉ះពាល់ដល់ចិត្តសាស្ត្រសង្គមធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច5ជំរុញសកម្មភាពក្រុមការងារសិក្សាស្រាវជ្រាវដើម្បីលើកកម្ពស់គុណភាពសមត្ថភាពប្រតិបត្តិការរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលឲ្យក្លាយជាបង្អែកដ៏រឹងមាំយ៉ាងពិតប្រាកដនិងត្រូវកសាងកម្មវិធីបំពេញជំនាញការងារនគរបាលនិងសហគមន៍ព្រមទាំងបំផុសចលនាឲ្យមានការចូលរួមរៀនសូត្រពីសំណាក់អាជ្ញាធរភូមិឃុំសង្កាត់ឲ្យបានយល់ដឹងនិងគាំទ្រដល់កិច្ចការនេះផងដែរ